នទានសាមគ្គីវត្តសវណ្ណគិរីហៅវត្តភ្នំធិបតីយើងខ្ញុំទាំងអស់គ្នាជាអាចារ្យគណៈកម្មការព្រមទាំងពុទ្ធបរិស័ទចិត្តឆ្ងាយទាំងអស់ដែលមូលមតិគ្នាជាឯកច្ឆន្ទប្រពធ្វើបុណ្យអង្គកឋានទានសាមគ្គីមួយដើម្បីវេប្រកិនព្រះសង្ឃដែលគង់ចាំព្រះវស្សាអត់ត្រីមាស3ខែក្នុងពុទ្ធសីមាសវណ្ណគិរីហៅវត្តភ្នំធិបតីដែលស្ថិតនៅភូមិជើងទិញឃុំធិបតីស្រកោះក្រឡោខេត្តបាត់ដំបងដើម្បីប្រមូលបច្ច័យសងថ្លៃជាងដែលចាក់សាប់លើព្រះវិហារព្រមទាំងសមិទ្ធផលផ្សេងៗទៀតនៅក្នុងវត្តអាស្រ័យដូចបានទទួលថ្វាយប្រគេននិងជម្រាបជូនខាងលើសូមសម្ដេចទ្រង់ព្រះតេជគុណឯកឧត្តមលោកជំទាវលោកស្រីលោកតាលោកយាយអ្នកនាងកញ្ញាឧបាសកឧបាសិកាសាធុសប្បុរសប្រស្រីទាំងអស់សូមមេត្តាចូលរួមចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួនកម្មវិធីបុណ្យថ្ងៃសៅរ៍11កើតខែកដឹកឆ្នាំម្សាញ់សប្បុស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង 1:00 នាទីរសៀលដង្ហែអង្គកឋានទានតាមភូមិមកកាន់វត្តសវណ្ណគិរីហៅវត្តភ្នំធិបតីវេលាម៉ោង 4:00 នាទីរសៀលជួបជុំពុទ្ធបរិស័ទចិត្តឆ្ងាយប្រារព្ធបន់នមស្ការសមាទានសិលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនៅថ្ងៃអាទិត្យ12កើតខែកដឹកឆ្នាំម្សាញ់សប្បុស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី2ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង 7:00 នាទីព្រឹកប្រគេនយីគូដល់ព្រះសង្ឃវេលាម៉ោង 8:00 នាទីព្រឹកប្រកាសហេតុនៃបុណ្យកឋិនទានវេលាម៉ោង 8:30 នាទីព្រឹកនិមន្តធម្មកថាសម្ដែងព្រះធម៌ទេសនាវេលាម៉ោង 10:00 នាទីព្រឹកវេភតហាប្រគេនព្រះសង្ឃវេលាម៉ោង 1:30 នាទីរសៀលរៀបចំក្បួនដង្ហែអង្គកឋានទានសាមគ្គីប្រតិសិន3ជុំព្រះវិហាររួចវេប្រគេនព្រះសង្ឃដើម្បីក្រាលគ្រងនិងផ្សាយមេត្តាឧទ្ទិសកុសលផលបុណ្យជាកិច្ចបញ្ចប់នៃកម្មវិធីបុណ្យបញ្ជាក់ពិធីបុណ្យកឋិនទាននេះប្រារព្ធធ្វើនៅក្នុងបរិវេណវត្តសវណ្ណគិរីហៅវត្តភ្នំធិបតីដែលស្ថិតនៅភូមិជើងទិញឃុំធិបតីស្រកោះក្រឡោខេត្តបាត់ដំបងដោយមេត្រីភាព